បងអាចបងខ្មុំលោកគ្រូផ្កាក្រពុំបាញ់ឈុតណាល្អបាទបងផ្កាក្រពុំខ្ញុំមានជំរើស2បាទសម្រាប់បងដែលធ្វើចន្ទទីជាពិសេសគឺពូជ M23 09ដងណៃដែលនៅក្នុងដើមខែ1នេះណាដែលចាប់ផ្ដើមផ្កាវាក្រពុំឬក៏វាទើបចាប់ផ្ដើមរីកតិចបាទឈុត Super Farm ជាមួយនឹងបូរុន1005បាទពីមុខហ្នឹងបាទវាជាឈុតបាទវាមាន3ដបបាទយើងអាចប្រើទឹកបាន1000លីត្រអាហ្នឹងគឺល្អជាជម្រើសទី1តែគីឡូថាអេថ្លៃពេកណាស្ទើរលុយមិនដល់អូខេបងប្អូនអាចប្រើអាធូរលុយក៏បានដែរយើងអាចយកកាល់ស្យូមបូរុនលាយជាមួយ GNPK ទឹកបូកជាមួយនឹងពពួកស៊ីវិតឬក៏ស្ដាច់ប្លូតអាហ្នឹងគឺអស់តែ 110,000 ទេបាទអាហ្នឹងក៏បានដូចគ្នាអាហ្នឹងផ្កាកំពុំណាបាទតែបើសិនជាយើងចង់ឲ្យវាធន់នឹងអាកាសធាតុចង់ឲ្យវាចេញស្អាតល្អអូខេ Super Farm ណាជាមួយបូរុនពីព្រោះកាលណាយើងប្រើ Super Farm ជាមួយបូរុនមិនចាំបាច់លាយសង្កសីក៏មិនចាំបាច់លាយសមាសធាតុអីផ្សំអីអាតូនិកអាមីណូអាស៊ីតឬក៏សារ៉ាយសមុទ្រអីញ៉ៃទេមិនបាច់លាយទេSuper Farm គូញីឈ្មោលបូកជាមួយនឹងបូរុនហ្នឹងគឺវាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជំរុញឲ្យចន្ទទីយើងក៏កើតក្តាប់លឿនបញ្ចេញក្តាប់ឲ្យទប់មិនឲ្យជ្រុះបាទជាពិសេសគឺអាក្តាប់ដែលចេញមកប៉ុនមេរៀមដៃឲ្យវាជ្រុះទៅវិញវាមានសមត្ថភាពគ្រប់គ្រាន់ហើយមួយទៀតនៅពេលដែលប្រើ Super Farm ជាមួយនឹងការជុំបរនហ្នឹងគឺចន្ទទីយើងទោះបីជាយើងមានបញ្ហាអន្សើមអាកាសធាតុវាប្រែប្រួលវាចុះអាប់ណាឬក៏ភ្លៀងកក់ខែប្រះតិចហ្នឹងទោះបីជាយើងមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការបាញ់សម្អាតជំងឺឬក៏យើងអាចបាញ់ថាយឺតបាញ់តាមជំងឺយឺតណាក៏វាអត់ជាបញ្ហាដែរពីព្រោះកន្លងមកបងគាត់យកទៅបាញ់វាច្រើនថាវាមិនមែនទៅការពារអីទេគ្រាន់តែវាធ្វើឲ្យចន្ទទីយើងវាសុខភាពល្អវាធន់នឹងអាកាសធាតុបាទដូចថាគេបាញ់ធម្មតាអាមួយឈុត 7-80000អាមួយឈុត 111,000 លីត្រហ្នឹងណាបាទវាខូចមុនយើងចឹងទៅយើងវាទៅតិចតួចបំផុតណាស្ទើរតែมันខូចទៅទៀតវានៅញញឹមស្រស់ដាក់យើងវាអត់ងាយជ្រុះទេលីសាលោកគ្រូឆ្នាំលោកគ្រូល្អណាស់ខ្ញុំយកមកបាញ់ចេញត្រួយចេញផ្កាមកពេញបាទអរគុណបាទអរគុណណាហៀសេងហៀងលោកគ្រូ 18,000 មួយឈុត Super Farm មែនបាទមាន3ដប Super Farm លាយជាមួយកាល់ស្យូមបូរុនណាបាទមាន3ដបហ្នឹងហើយលោកគ្រូថ្នាំជំងឺលាយជាមួយជីបំពន់បានអត់ថ្នាំជំងឺប្រភេទខ្លះមួយចំនួនគឺយើងអាចលាយបានតែថ្នាំជំងឺមួយចំនួនទៀតយើងលាយអត់កើតទេណាបាទបើយល់ល្អថ្នាំជំងឺគឺយើងបាញ់ឲ្យដាច់លាយជាមួយនឹងថ្នាំពុលតែប៉ុណ្្នឹងទៅគឺស្អាតដូចជា Moncocep, Propinep, Azoxystrobin, Hexaconazole ជាដើមអីហ្នឹងបងប្អូនអាចយកមកបាញ់លាយជាមួយនឹងថ្នាំសត្វល្អិតឲ្យដាច់បាទខុសពីជីបំពន់អីទៅអាហ្នឹងយល់ល្អណាកាលណាយើងលាយវាច្រើនមុខពេកបាទវាច្រើនមុខពេកអញ្ចឹងវាឈួតចន្ទទីអស់ឡូវហើយសម្អាតទៅមុនផ្កាវារីកផ្កាកំពុំហ្នឹងយើងដាក់ឲ្យវាដាច់ស្មើបាទព្រោះផ្កាកំពុំហ្នឹងគឺយើងបាញ់ញឹកញាប់ក៏វាមិនសូវជាបញ្ហាដែរវាអត់មានអីប៉ះពាល់ទេគីឡូយើងដាក់ថ្នាំក្តៅខ្លាំងពេកអីចឹងទៅវាបែកបំពង់អាហារចេញជ័រអីហ្នឹងមានតែប៉ុណ្្នឹងទេបាទយល់ល្អយើងបាញ់លេទៅហើយបើសិនជាយកពពួកថ្នាំជំងឺខាងខ្ញុំពពួកត្រៃកូដាម៉ាហ្នឹងអាហ្នឹងបាញ់ដាច់តឡែកតែឯងទៅកុំលាយជាមួយថ្នាំសត្វល្អិតអីអាហ្នឹងណាបាទហើយបើសិនជាយើងចង់លាយសត្វល្អិតអាចទិញនៅលើទីផ្សារបានទិញថ្នាំដូចខ្ញុំរៀបរាប់ខាងលើមិនអញ្ចឹងទៅយកមកលាយចោះអត់អីទេណាថ្នាំខាងណាក៏បានដែរបងប្អូនឲ្យតែបងប្អូនធ្វើឲ្យជោគជ័យទៅលើចន្ទទីធ្វើចោះបាទគីវពុតបាទចន្ទទីចេញផ្កាបាញ់ឈុតណាល្អលោកគ្រូបាទបើចង់ឲ្យល្អបំផុតតែម្ដងគឺ Super Farm នឹងឯងដូចខ្ញុំនិយាយខាងដើមអញ្ចឹងណាបាទរីដែនឌៀមលោកគ្រូខ្ញុំយកឈុតទាញផ្កាទាញក្តឹបមួយបាទអរគុណចូលឆាតបងចូលឆាតណាលោកគ្រូ Moncocep ត្រូវជាមួយសម្មាលទេអត់ត្រូវទេបងសំឡាញ់អើយ Moncocep គឺប្រភេទថ្នាំជំងឺវាខុសពីថ្នាំសត្វល្អិតណាកុំច្រឡំណាម្សិលមិញហ្នឹងមានបងប្អូនយើងគាត់ឆ្ងល់គាត់សួរខ្ញុំយកថ្នាំជំងឺទៅបាញ់មិនក៏អត់ងាប់សម្មាលអត់ងាប់តកើអញ្ចឹងហើយគាត់ឆ្ងល់ណាថ្នាំជំងឺគេផលិតមកគឺតម្រូវពពួកបាក់តេរីពពួកជំងឺផ្សិតឬក៏អង់ត្រាណូសដែលបណ្ដាលមកពីអាកាសធាតុបាទពាក្យថាជំងឺមិនមែនសត្វល្អិតទេណា
សត្វល្អិតវាជាប្រភេទយើងមានប្រភេទថ្នាំផ្សេងបាទអញ្ចឹងថ្នាំជំងឺហ្នឹងគឺវាទៅកម្ចាត់បានតែពពួកបាក់តេរីផ្សិតឬក៏គេហៅថាជំងឺអង់ត្រណូសអានេះភាសាបច្ចេកទេសរបស់គេណាបាទអញ្ចឹងគឺมันអាចទៅសម្រាប់សត្វល្អិតបានទេវាទៅព្យាបាលតែទៅលើចន្ទទីដែលបញ្ហាដោយសារអាកាសធាតុតែប៉ុណ្្នឹងទេមិនមែនតែចន្ទទីទេអាហ្នឹងយើងប្រើបានលើតរ៉េនលើតំណាំអីផ្សេងមានតង្កែនស្វាយគីឡូមីតអីជាដើមអាថ្នាំជំងឺហ្នឹងណាបាទទៅលើស្រូវលើអីចឹងទៅបាទអញ្ចឹងយើងចែកឲ្យដាច់ណាយើងចែកឲ្យដាច់ពីគ្នាកុំយល់ច្រឡំឈប់យល់ច្រឡំបាញ់ថ្នាំជំងឺចង់ឲ្យងាប់សត្វល្អិតអត់ត្រូវទេហើយថ្នាំសត្វល្អិតហ្នឹង បើយើងចង់ដាក់ឲ្យចំគោលដៅយើងយកថ្នាំដែលមានសារធាតុបាទសមាសធាតុឬក៏សារធាតុផ្សំរបស់វាហ្នឹងថាយកសារធាតុអីធាតុសកម្មអីនិយាយយូរចង់ភ្លេចចង់ទៅមុខទៅក្រោយបងខាន់និយាយវីដេអូយូរបាទយើងយកធាតុសកម្មអីយកមកប្រើបាទធាតុសកម្មមួយចំនួនវាផ្ដោតខ្លាំងទៅលើតកៅធាតុសកម្មខ្លះទៅក៏វាផ្ដោតខ្លាំងទៅលើពពួកសត្វស្លាបអីចឹងទៅបាទអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នេះទេបាទហើយសម្រាប់បងប្អូនដែលចូលចិត្តរាល់ការ live របស់ខ្ញុំសូមកុំភ្លេចជួយចែករំលែកវីដេអូនេះបន្តផងហើយជួយចុច like ចុច follow page បាទឬក៏តាមដាន page ដើម្បីបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃចែករំលែកអំពីបទពិសោធន៍ទៅលើចន្ទទីក៏ដូចជាកលឹះក្នុងការធ្វើចន្ទទីបែបណាទទួលបានទិន្នផលល្អហើយបើសិនជាចង់តាក់ទងមកលេខខ្ញុំផ្ទាល់បានតាមរយៈលេខប្រព័ន្ធមិត្តហ្វូនបាទ088 898 44 22មួយខ្សែទៀត071 79 77 126អាហ្នឹងគឺមិត្តហ្វូនហើយប្រព័ន្ធ smart មាន010 97 71 26ហើយនឹង share card បាទ share card មាន012 98 44 22 22ខ្ទុយណាបាទហើយនឹង077 79 77 126បាទអរគុណ